นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងអំពីធម៌4យ៉ាងហៅថាអោខៈញញោមឬមួយក៏អន្លង់4យ៉ាងនោះទី1នោះហៅថាកាមោខៈទី2ហៅថាពវោខៈទី3ហៅថាទិដ្ឋោខៈដល់ទៅទី4ហៅថាអវិជ្ជោខៈហើយកាមោខៈហ្នឹងគឺអន្លង់គឺឲ្យសត្វលោកលិចលង់នៅក្នុងវត្តដាក់ញញោមអន្លង់នោះញញោមហើយសត្វលោកមិនងាយឆ្លងផុតទេញញោមអត់ងាយឆ្លងផុតអំពីអន្លង់កាមនឹងទេពីព្រោះសត្វលោកសាងនៅអភិសង្ខារសាងនៅចេតនាដែលជាអកុសលជាកុសលផងវាលាយគ្នាហើយអន្លង់ទី1កាមមកភៈនេះសត្វឆ្លងបានអន្លង់កាមហ្នឹងតតែព្រះអនាគាមីបុគ្គលញញោមតតែព្រះអនាគាឯណោះឆ្លងអន្លង់បានហ្នឹងដោយសទ្ធាចតតតេអោខាំព្រះអនាគាមីមៈឯណោះឯទី2ពវោខៈអន្លង់គឺភពដែលត្រេកអររីករាយដូចជាបុគ្គលដែលរីករាយនៅក្នុងឈានអីចឹងទៅរូបឈានឬមួយក៏អរូបឈានអីចឹងទៅហើយតកតងនឹងពវោខៈហ្នឹងឆ្លងតតែព្រះអរហន្តមួយទៀតតថោខៈអន្លង់គឺតថេគឺការយល់ខុសហើយបឋិជនយើងញាតិញោមពុទ្ធបរិស័ទគឺសត្វតែជាការយល់ខុសគឺអត់ទាន់យល់ត្រូវទេតតែអរិយបុគ្គលញោមតតែអរិយបុគ្គលថ្នាក់សោតាទៅឯណោះអានឹងទើបអាចលះនៅទិដ្ឋោខៈនឹងបានឯមួយទៀតអវិជ្ជោខៈអន្លង់គឺអវិជ្ជាហើយដូចមិនដេចតែហៅថាអវិជ្ជាហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងបត្រៃបិដកហ្នឹងទី1គឺការមិនដឹងនៅក្នុងទុក្ខញោមទី2គឺការមិនដឹងហេតុនាំឲ្យកើតទុក្ខទី3គឺការមិនដឹងព្រះនិព្វានទី4មិនដឹងផ្លូវបដិបត្តិដើម្បីបានដល់ព្រះនិព្វាននេះគឺអវិជ្ជាហើយសរុបមកវិញញាតិញោមពុទ្ធបរិស័ទបានដឹងគឺឆ្លងនៅអន្លង់ទាំង4នឹងបានគឺកាមោខៈឆ្លងដោយព្រះអនាគាញញោមពវោខៈហើយនឹងអវិជ្ជោខៈឆ្លងដោយព្រះអរហន្តហើយតថោខៈដោយសោតានឹងសរុបមកវិញ